នៅក្នុងប្រវត្តិសាស្ត្រនៃតំបន់អាស៊ីអាគ្នេយ៍បើគេនិយាយដល់អាណាចក្រដែលមានកម្លាំងទ័ពដ៏ខ្លាំងក្លានិងគួរឲ្យកត់ខ្លាចបំផុតមួយគេច្បាស់ជាមិនអាចមើលរំលងនៅអាណាចក្រភូមាបានឡើយឆ្លងកាត់រាប់រយឆ្នាំទឹកដីមួយនេះធ្លាប់ត្រូវបានបង្រួបបង្រួមនិងដឹកនាំដោយមហាក្សត្រដ៏មានឥទ្ធិពលជាច្រើនអង្គដែលបានបង្កើតនៅយុគសម័យមាសនិងបានវាយគំទេចអាណាចក្រដ៏រុងរឿងរបស់សៀមពោលគឺក្រុងអយុធ្យាឲ្យរលាយរលត់ដួលរលំពួកទ្រង់មិនមែនគ្រាន់តែជាស្ដេចគ្រងផែនដីធម្មតានោះទេប៉ុន្តែជាកំពូលអ្នកយុទ្ធសាស្ត្រជាព្រះរាជាអ្នកចម្បាំងនិងជាមេទ័ពដ៏មានឥទ្ធិពលដែលបានផ្លាស់ប្ដូរផែនទីអាស៊ីអាគ្នេយ៍ជារៀងរហូតទឹកដីអយុធ្យាដែលធ្លាប់តែល្បីថាជារាជធានីទឹកដីកោះដ៏រឹងមាំនិងមិនចេះចាញ់នោះក៏ត្រូវរងការវាយប្រហាររហូតដល់វិនាសសូន្យសងតែអ្វីជាអាចកំបាំងនៅពីក្រោយរឿងនេះហេតុអ្វីបានជាភូមាដែលជារឿយៗតែងតែបែកបាក់ផ្ទៃក្នុងនិងមានសង្គ្រាមស៊ីវិលមិនចេះចប់នោះតែដល់ពេលកំណត់បែរជាអាចប្រមូលផ្ដុំកម្លាំងដ៏មហិមាមកវិញហើយមកវាយគំទេចមហាកំពែងក្រុងអយុធ្យាបាននៅក្នុងវីដេអូនេះយើងនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាធ្វើដំណើរថយក្រោយទៅកាន់សម័យកាលដ៏រន្ធត់ញាប់ញ័រដើម្បីទៅពិនិត្យមើលយុទ្ធសាស្ត្រភាពអង់អាចនិងឈាមជ័ររបស់អ្នកចម្បាំងពិតប្រាកដយើងនឹងរួមគ្នាលាតត្រដាងពីជីវិតមហិច្ឆតានិងយុទ្ធសាស្ត្រសឹកព្រះមហាក្សត្រចម្បាំងដ៏ខ្លាំងពូកែចំនួន3អង្គរបស់ភូមាដែលរួមមាន1គឺព្រះចៅបាយណងសោយរាជ្យនៅឆ្នាំ1550ដល់ឆ្នាំ1581ដែលមានរហស្សនាមថាព្រះចៅឈ្នះអស់ទិសទាំង10ទី2គឺព្រះចៅអាលួងផាយ៉ាសោយរាជ្យនៅឆ្នាំ1714ដល់1760ដែលមានរហស្សនាមថាជាស្ដេចអ្នកស្រែដែលក្រោកឈរឡើងបង្រួបបង្រួមជាតិនិងបង្កើតរាជវង្សចុងក្រោយនិងទី3គឺព្រះចៅស៊ីនបូស៊ីនសោយរាជ្យពីឆ្នាំ1763ដល់ឆ្នាំ1776ដែលជាកំពូលមេទ័ពដែលបានបញ្ជាឲ្យវាយគំទេចក្រុងអយុធ្យាជាស្ថាពរនៅក្នុងឆ្នាំ1767តើមានព្រឹត្តិការណ៍ដ៏រន្ធត់បែបណាខ្លះកើតឡើងហើយតើយុទ្ធសាស្ត្រចម្បាំងបែបណាដែលពួកទ្រង់ប្រើដើម្បីបង្ក្រាបនិងវាយលុកអយុធ្យាកុំឲ្យខាតពេលវេលាយូរទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាដើម្បីយល់ពីមូលហេតុដែលអាណាចក្រភូមាអាចក្លាយទៅជាកំពូលមហាអំណាចសឹកសង្គ្រាមនៅអាស៊ីអាគ្នេយ៍យើងត្រូវក្រឡេកទៅមើលភូមិសាស្ត្រនិងឈាមជ័ររបស់ពួកគេជាមុនសិនភូមាមិនមែនជាទឹកដីដែលមានសន្តិភាពនោះទេឆ្លងកាត់រាប់រយឆ្នាំទឹកដីនេះបានដុតរំលាយដោយសង្គ្រាមផ្ទៃក្នុងរវាងជាតិសាសន៍3ធំៗដែលរួមមានមនភូមានិងសានប៉ុន្តែភាពចលាចលឥតឈប់ឈរនេះហើយដែលបានដកខាត់ឲ្យបរិបទភូមាទាំងអស់ក្លាយទៅជាអ្នកចម្បាំងពីកំណើតពួកគេរស់នៅលើក្នុងសេះរស់នៅក្នុងសមរភូមិនិងស្គាល់រសជាតិកលល្បិចសឹកតាំងពីដឹងក្តីតើអ្វីជាអាចកំបាំងយុទ្ធសាស្ត្រដែលភូមាប្រើដើម្បីវាយបំបែកមហាកំពែងក្រុងអយុធ្យាប្រវត្តិសាស្ត្របានបង្ហាញពីយុទ្ធសាស្ត្រស្នូល3យ៉ាងដែលទី1នោះគឺប្រព័ន្ធកេណ្ឌទ័ពភូមាមិនត្រឹមតែប្រមូលទ័ពពេលដែលមានសង្គ្រាមនោះទេតែពួកគេមានការបែងចែកភូមិករច្បាស់លាស់ភូមិនេះត្រូវផ្គត់ផ្គង់ទ័ពសេះភូមិនោះត្រូវផ្គត់ផ្គង់ទ័ពដំរីឬខ្មាន់ធ្នូដែលទាំងអស់នេះបានធ្វើឲ្យពួកគេអាចប្រមូលទ័ពរាប់សែននាក់បានយ៉ាងលឿនបំផុតទី2គឺយុទ្ធសាស្ត្រផ្កាឈូករាជឬក៏ការវាយឡោមព័ទ្ធពីខាងក្រៅចូលមកក្នុងភូមាមិនដែលវាយបុកចំកំពែងក្រុងអយុធ្យាភ្លាមៗនោះទេប៉ុន្តែពួកគេតែងតែវាយគំទេចនិងលេបត្របាក់ក្រុងចំណុះតូចៗជុំវិញអយុធ្យាឲ្យអស់ដើម្បីកាត់ផ្តាច់ស្បៀងនិងកម្លាំងជំនួយដែលធ្វើឲ្យរាជធានីអយុធ្យាក្លាយទៅជាកោះដាច់ស្រយាលនៅកណ្ដាលសមុទ្រសឹកសង្គ្រាមទី3គឺជាការប្រើប្រាស់បច្ចេកវិទ្យាកំភ្លើងធំចុងក្រោយតាមរយៈការធ្វើពាណិជ្ជកម្មនិងការកេណ្ឌឆ្លើយសឹកអឺរ៉ុបប៉ូទុយហ្គាល់ភូមាបានបង្កើតកងពលកំភ្លើងធំដ៏គួរឲ្យភ័យខ្លាចដែលអាចបាញ់គំទេចកំពែងឥដ្ឋដ៏រឹងមាំបានតែទោះជាយ៉ាងណាយុទ្ធសាស្ត្រដ៏អស្ចារ្យទាំងនេះនឹងមិនអាចលេចចេញជារូបរាងបានឡើយប្រសិនបើគ្មានការដឹកនាំពីកំពូលបរិះខ្លាំងហើយមហាក្សត្រអង្គដំបូងដែលនឹងបើកទំព័រប្រវត្តិសាស្ត្រដ៏រន្ធត់នេះគឺព្រះចៅបាយណងក្នុងរជ្ជកាលព្រះចៅបាយណង
នៃរាជវង្សតោងូត្រូវបានគេស្គាល់ថាជាសម័យកាលដែលអាណាចក្រភូមាមានដែនដីធំធេងបំផុតនៅក្នុងប្រវត្តិសាស្ត្រទ្រង់ទទួលបានរហស្សនាមថាព្រះចៅឈ្នះអស់ទិសទាំង10ឬម្ចាស់ដំរីស10ក្បាលប៉ុន្តែមុននឹងឡើងជាស្ដេចចម្បាំងទ្រង់ចាប់ផ្ដើមជីវិតជាកូនប្រុសរបស់អ្នកចម្ការម្នាក់ប៉ុណ្ណោះភាពវៃឆ្លាតផ្នែកសឹកសង្គ្រាមនិងភក្ដីភាពចំពោះព្រះចៅតាប៊ីនស្វេទីបានរុញច្រានទ្រង់ឲ្យឡើងមកកាន់តំណែងជាមេទ័ពកំពូលនិងជាមហាក្សត្រនៅពេលក្រោយមកមហិច្ឆតារបស់ព្រះចៅបាយ័នងមិនមែនត្រឹមតែត្រួតត្រាភូមិនោះទេតែគឺជាការបង្រួបបង្រួមតំបន់អាស៊ីអាគ្នេយ៍ដីគោកទាំងមូលហើយគោលដៅធំបំផុតគឺក្រុងអយុធ្យាដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មានស្ដុកស្ដម្ភរហូតមកដល់ឆ្នាំ1563ដែលប្រវត្តិសាស្ត្របានដាក់ឈ្មោះព្រឹត្តិការណ៍នោះថាសង្គ្រាមដំរីសព្រឹត្តិការណ៍នេះបានចាប់ផ្ដើមឡើងនៅពេលដែលព្រះចៅបាយ័នងនៃអាណាចក្រភូមាបានជ្រាបថាព្រះមហាចក្រពត្តិព្រះចៅក្រុងអយុធ្យាមានដំរីសរហូតទៅដល់7ក្បាលព្រះចៅបាយ័នងបានផ្ញើរាជសារមកទាមទារដំរីសចំនួន2ក្បាលនៅក្នុងគោលបំណងឌឺដងនៅបង្ខំឲ្យសៀមជ្រើសរើសផ្លូវ2បើព្រមប្រគល់ឲ្យមានន័យថាសៀមសុខចិត្តចុះចូលធ្វើជាប្រទេសចំណុះរបស់ភូមាដោយសន្តិវិធីប៉ុន្តែបើបដិសេធវាគឺជាលេសដ៏ស្របច្បាប់នៅក្នុងការបើកការវាយប្រហារធ្វើសង្គ្រាមព្រះចៅមហាចក្រពត្តិរួមទាំងមន្ត្រីជំនិតមួយចំនួនយល់ឃើញថាការប្រគល់ដំរីសទៅឲ្យភូមាគឺជាការប្រមាថនិងបង្ហាញពីភាពទន់ខ្សោយរបស់អយុធ្យាទើបទ្រង់សម្រេចចិត្តបដិសេធដោយឆ្លើយតបវិញថាដំរីសកើតមានឡើងដោយសារបុណ្យបារមីរបស់ព្រះមហាក្សត្រដែលជាម្ចាស់ទឹកដីនោះបើព្រះចៅភូមាចង់បានសូមធ្វើដំណើរមកយកដោយខ្លួនឯងចុះលទ្ធផលនៃការបដិសេធនេះបានធ្វើឲ្យព្រះចៅបាយ័នងលើកទ័ពដ៏ធំសម្បើមចូលទៅវាយលុកប្រទេសសៀមនៅចុងឆ្នាំ1563ដោយបានវាយយកក្រុងសំខាន់ៗនៅភាគខាងជើងជាបន្តបន្ទាប់ដែលមានដូចជាក្រុងឈៀងម៉ៃក្រុងកំពែងពេជ្រក្រុងពិស្ណុលោកនិងក្រុងពិចិត្ររួចដាក់ក្រុងទាំងនោះទៅជាចំណុះក្រោមក្រុងហង្សាវតីនៃភូមាបន្ទាប់មកកងទ័ពភូមាបានបន្តរុលទៅលំព័ទ្ធរាជធានីស្រីអយុធ្យាទាំងផ្លូវគោកនិងផ្លូវទឹកតាមដងទន្លេដោយមានជំនួយពីទាហានស៊ីឈ្នួលប៉ូទុយហ្គាល់ព្រមទាំងមានបំពាក់កាំភ្លើងធំយ៉ាងទំនើបនៅដើមឆ្នាំ1564ដោយឃើញស្ថានភាពតច្រកព្រះចៅមហាចក្រពត្តិក៏បានសម្រេចចិត្តចរចាសូមសន្តិភាពនិងព្រមចុះចាញ់ភូមាជាលទ្ធផលអយុធ្យាត្រូវប្រគល់ដំរីសទាំងនោះទៅឲ្យភូមាហើយអ្វីដែលសំខាន់បំផុតនោះគឺព្រះចៅបាយ័នងបាននាំយកព្រះនរសួនដែលកាលនោះជារាជកុមារបុត្រារបស់ព្រះមហាធម្មរាជាស្ដេចត្រាញ់ក្រុងពិស្ណុលោកទៅធ្វើជាចំណាត់ខ្មាំងនៅក្រុងហង្សាវតីដើម្បីធានាភក្តីភាពកុំឲ្យសៀមហ៊ានក្បត់ទោះបីជាយ៉ាងណាក៏ដោយសន្តិភាពនេះមិនស្ថិតស្ថេរឡើយភាពមិនចុះសម្រុងនិងការប៉ុនប៉ងបះបោរពីខាងអយុធ្យាបានធ្វើឲ្យព្រះចៅបាយ័នងលើកទ័ពធំមកវាយអយុធ្យាជាលើកទី2នៅក្នុងឆ្នាំ1568រីឯនៅក្នុងរាជវាំងអយុធ្យាឯនេះវិញព្រះចៅមហាចក្រពត្តិបានប្រឈួននិងចូលទីបង្គត់ក្នុងពេលដែលកងទ័ពភូមាកំពុងឡោមព័ទ្ធទីក្រុងយ៉ាងខ្លាំងក្លាហើយរាជបល្ល័ង្កក៏ត្រូវផ្ទេរទៅឲ្យព្រះរាជបុត្រាគឺព្រះចៅមហិន្ទ្រធិរាជប៉ុន្តែក្សត្រថ្មីអង្គនេះមិនអាចស្រោចស្រង់ព្រះនគរបានឡើយយ៉ាងណាមិញខាងអយុធ្យាបានខំប្រឹងរៀបចំការពារខ្លួនយ៉ាងរឹងមាំដោយមានកំពូលមហាកំពែងនិងទន្លេព័ទ្ធជុំវិញដែលធ្វើឲ្យកងទ័ពភូមាមិនអាចវាយបែកអស់រយៈពេលរាប់ខែរហូតដល់ទ័ពភូមាចាប់ផ្ដើមជួបប្រទះទៅនឹងជំងឺរាតត្បាតនិងការខ្វះខាតស្បៀងអាហារប៉ុន្តែអ្វីដែលធ្វើឲ្យព្រះចៅបាយ័នងឈ្នះសឹកនេះមិនមែនដោយកម្លាំងបាយឡើយតែគឺដោយសារល្បិចកលទ្រង់បានប្រើប្រាស់យុទ្ធសាស្ត្រហៅថាសាយក្បត់
ដោយបញ្ជូនមេតបនិងមន្ត្រីជាន់ខ្ពស់សេម្នាក់ដែលភូមាចាប់ខ្លួនបានឲ្យធ្វើជាលបលួចរត់ចូលទៅក្រុងអយុធ្យាវិញដើម្បីធ្វើជាចារកម្មព្រះចៅអយុធ្យាដោយសារតែជឿជាក់និងទុកចិត្តខ្លាំងក៏បានប្រគល់អំណាចបញ្ជាការពារកំពែងក្រុងទាំងមូលឲ្យទៅជនក្បត់រូបនោះលុះដល់ពាក់កណ្ដាលអត្រាតនៅថ្ងៃទី2ខែសីហាឆ្នាំ1569ជនក្បត់ព្រះយាចក្រីបានលួចបើកទ្វារក្រុងដែលធ្វើឲ្យកងទ័ពភូមាសម្រុកចូលវាយគំទេចនិងប្លន់បំផ្លាញក្រុងអយុធ្យាបានសម្រេចដែលជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្របន្ទាប់ពីចាញ់សឹកសង្គ្រាមជាមួយនឹងភូមាព្រះចៅមហិន្ទ្រធិរាជរួមទាំងព្រះរាជវង្សានុវង្សក៏ត្រូវបានកងទ័ពភូមាចាប់ជាឆ្លៃសឹកបញ្ជូនទៅក្រុងហង្សាវតីប៉ុន្តែព្រះអង្គបានប្រឈួននឹងចូលទីបង្គត់នៅតាមផ្លូវនៅក្នុងឆ្នាំនោះឯងក្រោយពីទទួលជ័យជំនះផ្ដាច់ព្រាត់ព្រះចៅបាយណងបានតែងតាំងព្រះចៅមហាធម្មរាជាធិរាជចាប់ពីឆ្នាំ1569ដល់ឆ្នាំ1590ដែលត្រូវជាប្អូនថ្លៃរបស់ព្រះចៅមហិន្ទ្រធិរាជនិងជាព្រះបិតារបស់ព្រះនរសួនឲ្យឡើងសោយរាជ្យនៅក្រុងស្រីអយុធ្យាជំនួសនៅក្នុងនាមជានគរចំណុះរបស់ភូមាបន្ទាប់ពីអយុធ្យាធ្លាក់ទាំងស្រុងបានប៉ុន្មានឆ្នាំព្រះនរសួនក៏ត្រូវបានភូមាអនុញ្ញាតឲ្យត្រឡប់មកអយុធ្យាវិញដើម្បីជួយបិតាគ្រប់គ្រងនិងស្ដារព្រះនគរឡើងវិញនេះជាយុគសម័យដែលភូមាគ្រប់គ្រងទៅលើអយុធ្យាយ៉ាងដាច់ណាត់នៅក្នុងរជ្ជកាលរបស់ព្រះចៅបាយណងទឹកដីបានលាតសន្ធឹងពីភូមាទៅសៀមនិងទៅឡានសានៃប្រទេសឡាវប្រទេសឥណ្ឌាភាគឦសាននៅបច្ចុប្បន្នដោយមានព្រំដែនខាងជើងជាប់នឹងប្រទេសចិនខាងត្បូងជាប់ប្រទេសម៉ាឡេស៊ីខាងលិចជាប់ប្រទេសឥណ្ឌានិងខាងកើតជាប់ប្រទេសខ្មែរនាសម័យលង្វែកនិងអាណាចក្រដៃវៀតរបស់វៀតណាមអ្នកប្រវត្តិសាស្ត្របានចាត់ទុករជ្ជកាលដឹកនាំរបស់ព្រះចៅបាយណងបានធ្វើឲ្យប្រទេសក្លាយទៅជាចក្រភពធំជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃតំបន់អាស៊ីអាគ្នេយ៍យើងនេះប៉ុន្តែសន្តិភាពនិងអំណាចនេះមិនស្ថិតស្ថេររហូតទេព្រោះក្រោយពីព្រះចៅបាយណងសោយទីបង្គត់នៅឆ្នាំ1581អាណាចក្រភូមាក៏ចាប់ផ្ដើមធ្លាក់ចុះខ្សោយហើយអយុធ្យាក៏បានប្រកាសឯករាជ្យនិងរំដោះខ្លួនបានមកវិញក្រោមការដឹកនាំដ៏ខ្លាំងពូកែនិងឈ្លាសវៃរបស់ព្រះនរសួនមហារាជក្រោយការសោយទីបង្គត់របស់ព្រះបាទបាយណងមហាអាណាចក្រភូមាដ៏ធំធេងបានដួលរលំនិងបែកបាក់ទៅជាបំណែកតូចៗអស់រយៈពេលជិត200ឆ្នាំសង្គ្រាមស៊ីវិលបានអូសបន្លាយទឹកដីភូមាក៏ត្រូវហែកហួរដោយសារការវាយលុកពីកុលសម្ព័ន្ធសាននិងការងើបបះបោររបស់ជនជាតិមននៅភាគខាងត្បូងនៅឆ្នាំ1752ជនជាតិមនបានវាយបែករាជធានីអង្គររបស់ភូមាដែលនេះហាក់ដូចជាទីបញ្ចប់នៃជាតិសាសន៍ភូមាទៅហើយប៉ុន្តែប្រវត្តិសាស្ត្រភូមាតែបង្កើតកម្ពុជាបរោះក្នុងគ្រាអាសន្ននៅចំកណ្ដាលភក់ជ្រាំនៃភាពវិនាសសូនោះមានបរោះម្នាក់ឈ្មោះថាអងសេយ៉ាដែលគ្រាន់តែជាមេភូមិនិងជាអ្នកស្រែចម្ការម្នាក់នៅក្នុងភូមិស្វេបូបានក្រោកឈរឡើងគាត់បានបដិសេធមិនព្រមចុះចាញ់ទ័ពមនហើយបានប្រមូលអ្នកភូមិចិត្តខ្លាំងនិងក្លាហានត្រឹមតែ46នាក់ប៉ុណ្ណោះដើម្បីបង្កើតជាកងទ័ពការពារខ្លួនដោយសារតែទេពកោសល្យដឹកនាំចម្បាំងដ៏មហិមានិងការយល់ដឹងពីចិត្តសាស្ត្រមនុស្សអងសេយ៉ាបានវាយបកនិងពង្រឹងទឹកដីពីភូមិមួយទៅភូមិមួយរហូតអាចវាយគំទេចទ័ពមននិងបង្រួមដែនដីភូមិទាំងមូលឡើងវិញបានយ៉ាងអស្ចារ្យគាត់បានឡើងគ្រងរាជ្យដោយមានព្រះនាមថាព្រះចៅអាលួងផាយ៉ានិងបានបង្កើតរាជវង្សចុងក្រោយបង្អស់របស់ភូមាគឺរាជវង្សកូនបោនបន្ទាប់ពីបង្រួមជាតិរួចរាល់ព្រះចៅអាលួងផាយ៉ាបានសម្លឹងឃើញថាក្រុងអយុធ្យាកំពុងតែផ្ដល់ជំរកនិងគាំទ្រដល់មេដឹកនាំជនជាតិមនដែលរត់ភៀសខ្លួនជាងនេះទៅទៀតអយុធ្យាក៏បានធ្វើការគៀបសង្កត់ទៅលើកប៉ាល់ពាណិជ្ជកម្មរបស់ភូមាហើយនេះគឺជាលេសដែលចាប់ផ្ដើមសង្គ្រាមថ្មីម្ដងទៀតនៅឆ្នាំ1759
ព្រះចៅអាលួងផាយាបានដឹកនាំកងទ័ពភូមានិងកងទ័ពមនប្រមាណ 40000 នាក់វាយលុកចូលទៅទឹកដីសៀមលើកនេះទ្រង់មិនប្រើផ្លូវចាស់ដែលឆ្លងកាត់ច្រកព្រះចេតិយ3អង្គនោះទេតែទ្រង់បានប្រើយុទ្ធសាស្ត្រវាយឆ្មក់ពីទិសខាងត្បូងគឺដើរកាត់តាមឆ្លប់សមុទ្រតេណាសេរីមដែលជាចំណុចខ្សោយរបស់សៀមបន្ទាប់មកកងទ័ពភូមាបានវាយសម្រុកយ៉ាងលឿនដូចព្យុះរហូតមកដល់មហាកំពែងក្រុងអយុធ្យានិងបានឡោមព័ទ្ធទីក្រុងនេះទោះបីជាយ៉ាងណាព្រហ្មលិខិតមិនបានផ្ដល់ឱកាសឲ្យទ្រង់ឡើយនៅក្នុងអំឡុងពេលដែលកងទ័ពភូមាកំពុងបែកកំភ្លើងធំចូលទៅក្នុងក្រុងអយុធ្យាមានការផ្ទុះអាវុធធំមួយបានកើតឡើងបណ្ដាលឲ្យព្រះចៅអាលួងផាយារងរបួសជាទម្ងន់អ្នកប្រវត្តិសាស្ត្រខ្លះថាទ្រង់ប្រឈមនឹងជំងឺរាគរូសធ្ងន់ធ្ងរកងទ័ពភូមាក៏ត្រូវបង្ខំចិត្តដកថយភ្លាមៗហើយព្រះចៅអាលួងផាយាបានសោយទីបង្គត់នៅពាក់កណ្ដាលផ្លូវត្រឡប់ទៅមាតុភូមិវិញអយុធ្យាបានរួចខ្លួនពីគ្រោះមហន្តរាយមួយគ្រាប៉ុន្តែពួកគេមិនបានដឹងខ្លួនឡើយថាព្រះរាជបុត្ររបស់ព្រះចៅអាលួងផាយានឹងត្រឡប់មកវិញនៅក្នុងពេលដ៏ខ្លីជាមួយនឹងការសោកសឹកដ៏គួរឲ្យរន្ធត់បំផុតរហូតដល់ឆ្នាំ1763ព្រះចៅមួយអង្គព្រះនាមស៊ីនប៊ូស៊ីនដែលជាព្រះរាជបុត្ររបស់ព្រះចៅអាលួងផាយាបានឡើងគ្រងរាជ្យទ្រង់ជាមហាក្សត្រដែលមានឈាមជ័រជាអ្នកចម្បាំងដិតដាមពេញខ្លួននិងមានបំណងប្រាថ្នាដ៏ធំបំផុតគឺត្រូវតែបំពេញភារកិច្ចរបស់ព្រះរាជបិតាដែលមិនទាន់បានសម្រេចពោលគឺកំទេចអយុធ្យាឲ្យរៀបដល់ដីព្រះចៅស៊ីនប៊ូស៊ីនគឺជាកំពូលអ្នកយុទ្ធសាស្ត្រដ៏ឆ្លាតវៃទ្រង់បានដឹងយ៉ាងច្បាស់ថាកំហុសកាលពីលើកមុនគឺជាការប្រញាប់ប្រញាល់វាយសម្រុកពេកនិងការប្រើប្រាស់ផ្លូវវាយលុកតែមួយផ្លូវដូច្នេះសម្រាប់សង្គ្រាមលើកនេះទ្រង់បានបង្កើតយុទ្ធសាស្ត្រដង្កៀបក្តាមឬជាការវាយខ្ទប់ពីទឹកដៅទ្រង់បានបែងចែកកងទ័ពជាពីរផ្នែកធំៗដោយទី1គឺកងទ័ពនៅភាគខាងជើងដឹកនាំដោយមេទ័ពនេមញូធីហាប៉ាតេវាយលុកចុះមកពីឡាណានៃឈៀងម៉ៃនិងប្រទេសឡាវហើយទី2គឺកងទ័ពពីភាគខាងត្បូងដឹកនាំដោយមេទ័ពមហាណារតាវាយលុកចូលមកតាមច្រកភាគខាងលិចនិងខាងត្បូងកងទ័ពទាំងពីរនេះបានដើរវាយកំទេចស្រូបយកស្បៀងនិងកេណ្ឌកម្លាំងទ័ពពីគ្រប់ទីក្រុងរណបទាំងអស់របស់សៀមនៅពេលដែលកងទ័ពទាំងពីរបានជួបគ្នានៅមុខកំពែងក្រុងអយុធ្យានៅក្នុងឆ្នាំ1765អយុធ្យាមិនសល់ទឹកដីចំណុះណាមួយមកជួយសង្គ្រោះឡើយពួកគេត្រូវបានកាត់ផ្ដាច់ទាំងស្រុងយុទ្ធសាស្ត្រការពារខ្លួនរបស់អយុធ្យាជាប្រវត្តិសាស្ត្រគឺជាការរងចាំទឹកជំនន់ជារៀងរាល់ឆ្នាំនៅរដូវវស្សាទឹកទន្លេជុំវិញអយុធ្យានឹងជន់លិចខ្លាំងដែលបង្ខំឲ្យទ័ពសត្រូវដែលមកឡោមព័ទ្ធត្រូវដកថយព្រោះគ្មានកន្លែងបោះជំរកនិងខ្វះស្បៀងប៉ុន្តែលើកនេះភូមាបានដឹងល្បិចនេះជាមុនព្រះចៅស៊ីនប៊ូស៊ីនបានបញ្ជាដាច់ខាតឲ្យកងទ័ពភូមាមិនដកថយឡើយទោះជាមានទឹកជំនន់ក៏ដោយមេទ័ពភូមាបានបញ្ជាឲ្យកងទ័ពសង់រោងខ្ពស់ៗនិងរឹបអូសយកទូកពីអ្នកស្រុកសៀមរាប់ពាន់គ្រឿងហើយបង្កើតជាកងទ័ពជើងទឹកនៅលើវាលទឹកជំនន់បន្តឡោមព័ទ្ធអយុធ្យាឥតដកដៃការឡោមព័ទ្ធនេះបានអូសបន្លាយអស់រយៈពេលជាង14ខែរហូតដល់មនុស្សនៅក្នុងក្រុងអយុធ្យាចាប់ផ្ដើមផ្ដាច់ស្បៀងជួបជំងឺរាតត្បាតនិងបាក់ទឹកចិត្តធ្ងន់ធ្ងរយុទ្ធសាស្ត្រចុងក្រោយដែលភូមាប្រើទម្លាយកំពែងក្រុងដ៏រឹងមាំរបស់អយុធ្យាគឺជាការជីកចូលក្រោមដីកងទ័ពភូមាបានលួចជីករួងក្រោមដីយ៉ាងស្ងប់ស្ងាត់រហូតទៅដល់ក្រោមគ្រឹះកំពែងឥដ្ឋដ៏ក្រាស់របស់អយុធ្យាពួកគេបានយកគល់ឈើទៅផ្ទប់ទ្រគ្រឹះរួចដាក់ដុតភ្លើងយ៉ាងសន្ធោសន្ធៅដែលធ្វើឲ្យគ្រឹះកំពែងឡើងកម្ដៅខ្លាំងនិងស្រុតដួលរលំចុះទៅភ្លាមៗពេលនោះទ្វារកំពែងក៏ត្រូវបានបើកកងទ័ពភូមាដ៏ឃោឃៅដែលបង្កប់ដោយគំនុំនិងការនឿយហត់រាប់ខែក៏បានសម្រុកចូលទៅក្នុងទីក្រុងអយុធ្យាដែលធ្លាប់តែជារាជធានីដ៏ស្រស់ស្អាតនិងមានមាសប្រាក់ស្លុកស្ដំក៏ត្រូវបានប្រែមកទៅជាវាលនរកត្រឹមមួយពព្រិចភ្នែកព្រះបរមរាជវាំងវត្តអារាមនិងសៀវភៅកត់ត្រាប្រវត្តិសាស្ត្ររាប់ពាន់ក្បាលក៏ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅកាត់ផ្ទៃមេឃមាសដែលស្រោបទៅលើព្រះពុទ្ធរូបក៏ត្រូវបានគេដុតរំលាយយករាជសៀមរាប់ម៉ឺននាក់ត្រូវបានគៀងគរជាឆ្លើយសឹកទៅកាន់ភូមាហើយរាជធានីអយុធ្យាដ៏រុងរឿងដែលឈរជើងអស់រយៈពេល417ឆ្នាំ
ក៏ត្រូវបានរំលាយរលត់ដួលរលំជាសតាពរនៅថ្ងៃទី7 ខែមេសា ឆ្នាំ 1767 នោះឯងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជក់ចិត្តនៃការងើបឡើងនិងការដួលរលំនេះបានបង្រៀនយើងនៅមេរៀនដ៏មានតម្លៃជាច្រើនមហាក្សត្រទាំង3ព្រះអង្គរបស់ភូមាបានបង្ហាញឲ្យយើងឃើញថាភាពខ្លាំងពូកែរបស់ជាតិសាសន៍មួយមិនមែនស្ថិតនៅលើវាសនានោះទេប៉ុន្តែវាស្ថិតនៅលើការបង្រួបបង្រួមជាតិវិន័យនិងការដឹកនាំដ៏មានយុទ្ធសាស្ត្រនៅពេលដែលភូមារួបរวมគ្នាពួកគេក៏អាចអង្រួនទឹកដីអាស៊ីអាគ្នេយ៍បានទាំងមូលប៉ុន្តែប្រវត្តិសាស្ត្រក៏បានដាក់ទឿនយើងផងដែរថាគ្មានអំណាចណាស្ថិតស្ថេរជារៀងរហូតឡើយថ្មីត្បិតតែភូមាអាចវាយគំទេចអយុធ្យាបានរហូតដល់2លើកធំប៉ុន្តែប្រវត្តិសាស្ត្រក៏បានដាស់តឿនយើងផងដែរថាគ្មានអំណាចណាស្ថិតស្ថេរជារៀងរហូតឡើយថ្មីត្បិតតែភូមាអាចវាយគំទេចអយុធ្យាបានរហូតដល់2លើកធំនិងធ្វើឲ្យសៀមរលត់រលាយទាំងស្រុងប៉ុន្តែកំហឹងជូរចត់និងផេះផង់នៃក្រុងអយុធ្យាក៏បានคล้ายទៅជាកម្លាំងរុញច្រានឲ្យជនជាតិសៀមក្រោកឈរឡើងវិញបង្កើតបានជាអាណាចក្រធនបុរីនិងរតនកោសិនដែលជាទីក្រុងបាងកកបច្ចុប្បន្នដែលមានភាពរឹងមាំជាងមុនរីឯមហាអាណាចក្រភូមាដែលធ្លាប់តែអស្ចារ្យក៏ត្រូវចុះខ្សោយទៅវិញដោយសារតែសង្គ្រាមរ៉ាំរ៉ៃនិងការដណ្ដើមអំណាចគ្នាផ្ទៃក្នុងនៅសម័យក្រោយៗមកទៀតនៅចុងបញ្ចប់នៃសង្គ្រាមនិងជ័យជំនះរបស់ស្ដេចទាំង3អង្គបានបន្សល់ទុកត្រឹមតែទំព័រប្រវត្តិសាស្ត្រសម្រាប់ឲ្យមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រវាបង្ហាញយើងថាអំណាចដែលសាងឡើងដោយដាវនិងលំពែងអាចបង្កើតអាណាចក្រដ៏ធំធេងបានពិតមែនប៉ុន្តែមានតែសន្តិភាពនិងការអភិវឌ្ឍប៉ុណ្ណោះទើបអាចរក្សាទឹកដីមួយឲ្យនៅគង់វង្សបានយូរអង្វែងចា៎អរគុណសម្រាប់ការទស្សនាខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូនេះហើយបើសិនជាមានកំហុសឆ្គងត្រង់កន្លែងណាមួយសូមខន្តីអភ័យទោសផងហើយបើសិនជាចង់ឲ្យខ្ញុំលើកពីប្រធានបទអ្វីផ្សេងទៀតបងប្អូនអាចខមមិននៅខាងក្រោមវីដេអូបានចា៎ជួបគ្នានៅវីដេអូក្រោយជម្រាបលា